ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជាដែលសម្រេចបាននៅការកំណត់ព្រំប្រទល់រដ្ឋបាលដោយខេត្តកំពង់ចាមគឺជាខេត្តទី1ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ត្រឹមត្រូវច្បាស់លាស់និងជាក់លាក់ផ្ដើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនិងផែនទីនៃការប្រើប្រាស់ដីនេះរដ្ឋបាលខេត្តនិងឃុំសង្កាត់អាចដាក់ចេញនូវផែនការអភិវឌ្ឍសេដ្ឋកិច្ចត្រូវនិងជាក់លាក់កំណត់តំបន់អភិរក្សតំបន់កសិកម្មតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសតំបន់ពាណិជ្ជកម្មពិសេសកំណត់នៅសក្តានុពលរបស់ខេត្តដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរទៅមុខទៀតក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរៀបចំឈ្មោះតំបន់ភូមិសាស្ត្រជាអក្សរខ្មែរអក្សរឡាតាំងនិងបាលីសំស្ក្រឹតដើម្បីចុះបញ្ជីជាមួយ Google Maps រៀបចំលេខកូដតំបន់លេខកូដភូមិសាស្ត្រនិងអាសយដ្ឋានឲ្យបានច្បាស់លាស់ជាមួយគ្នានេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងចូលរួមជាមួយក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តលើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអត្ថិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលគឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដោយធ្វើការកសាងភូមិឋានខ្សែងខ្សានទ្រនំសុភមង្គលនិងបុរីជនបទដោយរៀបចំក្រុងនិងប្រជុំជនឲ្យមានលំហសាធារណៈរៀបចំសំណង់មិនរៀបរយភូមិឃុំសង្កាត់មានសុវត្ថិភាពធ្វើឲ្យជនបទជាជនបទទំនើបជារួមផ្ដើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះយើងរួមគ្នាងាកមកកសាងជីវិតនិងសេដ្ឋកិច្ចយើងឲ្យរឹងមាំនេះបើយោងទៅតាមពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្នុងខេត្តកំពង់ចាមនាថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះ